Và xong cả rộp cho mẹ số bọc mai bong phỏn ở kia chụp cho mỗi xem bát mẹ cả đá hay nơi khả năng bên dương cầm bông tạt thót tranh pi chầm ca ý pớ cứ chơi chầm ca đại ban pra pra chầm môi nâng bờ tập phò rồi bỏ cầm hònអង្គ green គឺគាត់បានរើសពីចុងខែ2ម្ដងថ្ងៃនេះថ្ងៃទី18ខែ3បាទគាត់បានរើសបានច្រើនហើយខ្ញុំចង់បញ្ជាក់ជូនថាមកដល់ពេលនេះចំពោះក្តាប់ដែលនៅខពណ៌ខៀវវាអត់ទាន់ឡើងសាច់ពណ៌ក្រហមហើយផ្កាដែលនៅក្រោយគឺនៅរីកហើយអត់ទាន់ចេញក្តាប់អញ្ចឹងបងប្អូនគួរប្រើឈុតអីគេក្តាប់ដែលចិនទីលក្ខខណ្ឌរបស់បងប្អូនដូចដែលខ្ញុំប្រាប់មុនហ្នឹងដើម្បីយើងយកក្តាប់សម្រាប់ផ្កាវគ្គក្រោយយើងបាញ់បំពន់វាដើម្បីយើងយកក្តាប់បន្ថែមមកចំពោះផ្កាដែលរីកបាទនោះដូចខាងលើនោះនៅមានផ្កាអញ្ចឹងបងប្អូនគួរប្រើឈុត Genbo បូកនឹង Genhal អាហ្នឹងករណីទី1ហើយករណីទី2បើសិនជាមានក្របពណ៌ខៀវនឹងហើយផ្កាវគ្គក្រោយហ្នឹងបាច់ក្បាលរុយមកចេញក្តាប់លោតក្តាប់មកខ្លះហើយអញ្ចឹងបងប្អូនគួរប្រើបន្ថែម casing គឺវាជួយបង្កើនការដាក់សាច់នៅខាងក្នុងសម្រាប់ក្របដែលមានស្រវក់ពណ៌ខៀវហើយបូកជាមួយនឹងអាមីណូក្លូចកុសដើម្បីវាផ្ដល់អាហារថាមពលសម្រាប់ទៅដល់ក្តាប់ដែលវាបាច់ចេញមកណាបាទហើយចំពោះថ្នាំផ្សិតបងប្អូនអាចប្រើអង្គរអេសានយើងប្រើ2ដបទៅកម្រិត 1000 លីត្រហើយបាញ់ឆ្លាស់គ្នាជាមួយនឹង perfect ហើយនឹង anvil បងប្អូនណាហើយទី3ករណីបន្ទាប់ពីភ្លៀងហើយបងប្អូនបាញ់លៀងឲ្យគេខ្លះអញ្ចឹងបន្ទាប់ពីភ្លៀងហើយបងប្អូនបាញ់ថ្នាំផ្សិតលៀងហ្នឹងយើងអាចប្រើ perfect ចំណុះ1គីឡូទៅសម្រាប់ទឹក 1000 លីត្រហើយយើងឆ្លាស់គ្នាជាមួយនឹងអង្គរអេសានទៀតណាបងប្អូនអង្គរអេសានយើងប្រើ2ដបហើយបើសិនករណីបងប្អូនប្រើ2មុខហ្នឹងហើយអាចឆ្លាស់គ្នាមួយមុខទៀតanvil យើងប្រើកម្រិត1ដបទៅសម្រាប់ទឹក 1000 លីត្របាទហើយចំពោះថ្នាំផ្សិតល្អិតគេអាចដាក់តាមជាក់ស្ដែងថ្នាំផ្សិតល្អិតបើសិនជាករណីនៅមានសម្អើលអីតិចតួចឬពួកខ្ញុងវាស៊ីសាច់នេះបងប្អូនអាចប្រើសកានៀកទៅកន្លះគីឡូទឹក 1000 លីត្របងប្អូនហើយចំពោះថ្នាំតកៅអាចសម្រាប់ទឹក 1000 លីត្រហើយបើសិនជាបងប្អូនអរគ្នាមានចម្ងល់បន្ថែមអាចតាក់ទងជាមួយខ្ញុំបានបន្ថែមទៀតបានបាទអញ្ចឹងខ្ញុំសូមខ្លីៗតែប៉ុណ្្នឹងទេកុំឲ្យវីដេអូនេះវែងពេកហើយបើសិនជាវែងក៏អត់មានបងប្អូនមើលដល់ចប់ដែរបាទអញ្ចឹងអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ